យើងបានដឹងហើយថាប្រជាជនជ្វីសដែលជាប្រទេសតូចមួយនៅតំបន់មេឌីទែរ៉ាណេត្រង់ដែនដីប៉ាឡេស្ទីននិងអ៊ីស្រាអែលសម័យកាលបច្ចុប្បន្នគឺជាប្រជាជនដែលបានបង្កើតមុនគេនៅមនោគមវិជ្ជាសាសនាដ៏ថ្មីស្រឡាងមួយដោយមានមូលដ្ឋានលើជំនឿថាព្រះអាទិត្យពិតមានតែមួយគឺព្រះជាម្ចាស់ដែលបានបង្កើតនិងមានអំណាចលើអ្វីៗទាំងអស់នៅលើចក្រវាឡទាំងមូលមនោគមវិជ្ជាសាសនារបស់ពួកជ្វីសនេះគេឲ្យឈ្មោះថាសាសនាយូដាក៏ប៉ុន្តែកាល 2000 ឆ្នាំមុនសាសនាយូដានេះបានបែកមែកធៀងទៅជាសាសនាថ្មីមួយទៀតគឺគ្រិស្តសាសនាយូដានិងគ្រិស្តសាសនាដំណើររឿងរួមសាសនាយូដារបស់ជនជាតិជ្វីសនិងគ្រិស្តសាសនាដែលជាសាសនាគោរពដោយប្រជាជនភាគច្រើនលើសលប់នៅលើពិភពលោកនាពេលបច្ចុប្បន្នតាមពិតមានដំណើររឿងរួមគ្នាគឺដំណើររឿងដែលមានកត់ត្រាទុកនៅក្នុងសញ្ញាចាស់នៃគម្ពីរប៊ីបគឺជាគម្ពីរតូរ៉ារបស់ពួកជ្វីសសាសនាយូដានិងគ្រិស្តសាសនាមានជំនឿដូចគ្នាភាគច្រើនដូចជាជំនឿទៅលើព្រះអាទិត្យតែមួយដែលបង្កើតគ្រប់អ្វីៗទាំងអស់ជំនឿបែបសុតិធិនិយមថាថ្ងៃអនាគតអ្វីៗនឹងអាចប្រសើរឡើងហើយមនុស្សជាតិចាំបាច់ត្រូវតែខិតខំប្រឹងប្រែងដើម្បីឲ្យមានស្ថានភាពរបស់ខ្លួនបានប្រសើរឡើងមនុស្សចាំបាច់ត្រូវតែចេះងើបឡើងឬបំរាស់ពីការជិះជាន់ដោយមិនត្រូវដេករងចាំវាសនាឬផ្ដោតផ្ដួលទទួលភាពអយុត្តិធម៌ដោយចាប់ទុកថាជាផលដែលបានមកពីកម្មដែលខ្លួនបានធ្វើពីមុនទាំងសាសនាយូដាទាំងគ្រិស្តសាសនាសុទ្ធតែមានជំនឿដូចគ្នាថាព្រះបានបង្កើតមនុស្សទាំងអស់ឲ្យមានសិទ្ធិស្មើគ្នាមិនថាស្រីមិនថាប្រុសមិនថាជាតិសាសនាឬពណ៌សម្បុរអ្វីនោះទេដែលនេះគឺជាចំណុចចាប់ផ្ដើមដែលឈានទៅបង្កើតទស្សនាទាននៃសិទ្ធិមនុស្សជាសកលក្នុងពេលបច្ចុប្បន្នក៏ប៉ុន្តែសាសនាយូដានិងគ្រិស្តសាសនាបានដើរមកដល់ផ្លូវបំបែកជាមួយនឹងការចាប់កំណើតរបស់ព្រះយេស៊ូវនៅស្រុកណាសារ៉េតដែនដីអ៊ីស្រាអែលការចាប់កំណើតដែលជាចំណុចចាប់ផ្ដើមនៃសករាជថ្មីក្នុងប្រតិទិនរបស់ពិភពលោកបច្ចុប្បន្នគឺគ្រិស្តសករាជយូដានិងគ្រិស្តសាសនាផ្លូវបំបែកសម្រាប់អ្នកកាន់គ្រិស្តសាសនាគេមានជំនឿជឿថាព្រះយេស៊ូវគឺជាព្រះសង្គ្រោះដែលគេហៅថាយេស៊ូវគ្រីស្ទដែលគេមកជួយរំដោះមនុស្សពីអំពើបាបនិងពីទំនៀមទម្លាប់ដ៏ចាស់គំរិលនិងដ៏តឹងតែងរបស់សាសនាយូដាដូចជាការកាត់ស្បែកនិងការហាមឃាត់មិនឲ្យទទួលទានសាច់ឬសាច់សត្វនេះឬសត្វនោះជាដើមម្យ៉ាងទៀតតាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទម្យ៉ាងទៀតតាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវព្រះជាម្ចាស់ទ្រង់គឺជាវិញ្ញាណដែលមានវត្តមាននៅគ្រប់ទីកន្លែងទាំងអស់មិនមែននៅក្នុងវិហារនោះទេដូច្នេះមនុស្សគ្រប់គ្នាទាំងអស់អាចអធិដ្ឋានទៅព្រះពីគ្រប់ទីកន្លែងទាំងអស់ហើយអាចតាក់ទងដោយផ្ទាល់ជាមួយនឹងព្រះជាម្ចាស់ដោយមិនចាំបាច់ឆ្លងកាត់មន្ត្រីសង្ឃដូចជាទំនៀមទម្លាប់របស់សាសនាយូដានោះទេការបង្រៀនទាំងអស់នេះហើយដែលធ្វើឲ្យមន្ត្រីសង្ឃនៃសាសនាយូដាដែលមិនត្រឹមតែបដិសេធមិនទទួលស្គាល់ព្រះយេស៊ូវថាជាព្រះសង្គ្រោះនោះទេក៏ប៉ុន្តែហើយថែមទាំងចាប់ទុកព្រះអង្គថាជាអ្នកបោះបោប្រឆាំងនឹងសាសនាយូដាទៀតផងដូច្នេះហើយបានជាពួកគេចាប់បញ្ជូនទៅអាជ្ញាធររ៉ូមប្រហារជីវិតនៅលើឈើឆ្កាងសាវ័យរបស់ព្រះយេស៊ូវដែលមានជំនឿជឿថាព្រះអង្គបានរស់ពីសង្កត់ឡើងវិញនៅថ្ងៃទី3បាននាំគ្នាបន្តចែកចាយសេចក្តីបង្រៀនរបស់ព្រះអង្គទៅដល់មនុស្សគ្រប់គ្នាហើយបានបង្កើតជាវិហារឬក្រុមជំនុំនិងសហគមន៍ដែលគេហៅថាគ្រីស្ទៀនគឺអ្នកដែលមានជំនឿលើព្រះយេស៊ូវគ្រីស្ទសហគមន៍ដែលបានបង្កើតរីកសាយកាន់តែធំឡើងរហូតស្ទើរតែពាសពេញពិភពលោកគ្រិស្តសាសនានិងចក្រភពរ៉ូមនៅក្នុងពេលបច្ចុប្បន្ននេះគ្រិស្តសាសនាគឺជាសាសនាដែលមានអ្នកគោរពច្រើនជាងគេបង្អស់នៅលើពិភពលោកបើគិតជាសរុបគ្រប់ក្រុមនិងនិកាយទាំងអស់
គ្រឹះសាសនាសនិកជននៅទូទាំងពិភពលោកមានចំនួនជាង 2000 លាននាក់ធៀបទៅនឹងអ្នកកាន់សាសនាអ៊ីស្លាមដែលមានប្រមាណ 1500 លាននាក់និងអ្នកកាន់ពុទ្ធសាសនាប្រមាណជា 1200 លាននាក់មានអ្នកខ្លះបានចោទជាសំណួរឡើងថាតើហេតុអ្វីបានជាគ្រឹះសាសនាអាចពង្រីកឥទ្ធិពលរបស់ខ្លួនរហូតក្លាយទៅជាសាសនាដ៏ធំបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះតើអ្នកកាន់គ្រឹះសាសនាចម្លើយគឺសាមញ្ញបំផុតដោយសារតែជាសាសនានៃសេចក្តីពិតជឿទៅលើព្រះពិតដែលមានតែមួយសម្រាប់អ្នកប្រវត្តិសាស្ត្រខ្លះទៀតគេបានបញ្យល់បកស្រាយតាមបែបប្រវត្តិសាស្ត្រដោយគេគិតថាការរីកសាយភាយនៃគ្រឹះសាសនាក៏មិនខុសពីការរីកសាយភាយនៃអរិយធម៌ក្រិចដែរគឺមានកត្តាចម្បងដូចគ្នានោះគឺចក្រភពរ៉ូមដែលពីដំបូងបានធ្វើការបៀតបៀនធ្វើទុក្ខបុកម្នេញពួកអ្នកកាន់គ្រឹះសាសនាបានคล้ายបន្តិចម្ដងទៅជាចក្រភពនៃគ្រឹះសាសនានៅសតវត្សទី 4 គ្រិស្តសករាជអធិរាជនៃចក្រភពរ៉ូមឈ្មោះកុងស្តង់តាំងដែលកាន់អំណាចពីឆ្នាំ306ដល់ឆ្នាំ337គ្រិស្តសករាជបានប្រែខ្លួនជាគ្រឹះសាសនិកជនហើយបានកំណត់ឲ្យចក្រភពរ៉ូមយកគ្រឹះសាសនាជាសាសនារបស់រដ្ឋហើយឥទ្ធិពលនៃគ្រឹះសាសនាក៏បានរីកសាយភាយទៅតាមអំណាចនៃចក្រភពរ៉ូមក៏ប៉ុន្តែដោយសារតែចក្រភពរ៉ូមត្រូវបានពុះចែកជាពីរគឺចក្រភពរ៉ូមខាងលិចមានរាជធានីនៅរ៉ូមនិងចក្រភពរ៉ូមខាងកើតមានរាជធានីនៅកុងស្តង់ទីណូបអាញាធរគ្រប់គ្រងវិហារគ្រឹះសាសនានៃចក្រភពរ៉ូមក៏មានការបែងចែកជាពីរដែរគឺខាងកើតនិងខាងលិចគ្រឹះសាសនាកាតូលិកនៅពេលដែលចក្រភពរ៉ូមត្រូវបានដួលរលំនៅឆ្នាំ476គ្រឹះសាសនាខាងកើតនិងខាងលិចក៏ត្រូវស្ថិតក្រោមអំណាចនយោបាយដាច់ពីគ្នាស្រឡះហើយគ្រឹះសាសនាទាំងពីរក៏បានចាប់ផ្ដើមដើរតាមគន្លងផ្លូវផ្សេងគ្នាបន្តិចម្ដងរហូតដល់ឆ្នាំ1054ក៏បានបែកទៅជានិកាយជាពីរដាច់ពីគ្នាស្រឡះគឺគ្រឹះសាសនានៃអតីតចក្រភពរ៉ូមខាងលិចបង្កើតទៅជានិកាយរ៉ូម៉ាំងកាតូលិកដែលមានសម្ដេចប៉ាប់នៅបូរីវាទីកង់គឺជាប្រមុខដឹកនាំហើយគ្រឹះសាសនានៃចក្រភពរ៉ូមខាងកើតប៊ីសង់តាំងបង្កើតទៅជានិកាយអូតូអុកដែលបច្ចុប្បន្នមានវត្តមានច្រើននៅតាមបណ្ដាលប្រទេសអឺរ៉ុបខាងកើតនិងនៅតំបន់មជ្ឈិមបូព៌ានៅដើមសតវត្សទី16គ្រឹះសាសនានិកាយរ៉ូម៉ាំងកាតូលិកក៏បានបែកទៅជានិកាយថ្មីមួយទៀតដែលជានិកាយធំទី3នៃគ្រឹះសាសនាបច្ចុប្បន្នគឺនិកាយប្រូតេស្តង់